ស្មោះតែអូនមួយបុរសម្នាក់ត្រូវជាប់គុក5 ឆ្នាំបន្ទាប់ពីចូលហាងលួចមាសគេយកទៅជួយសង្សារដោះបំណុលបុរសជាអ្នកបើកបរសេវាកម្មយីហេលេងសញ្ជាតិម៉ាឡេស៊ីម្នាក់ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ5 ឆ្នាំនិងពិន័យជាការវាយមួយរំពាត់ដោយតុលាការម៉េឡាកាក្រោយរកឃើញថាលោកបានលួចមាសពីក្នុងហាងរបស់គេរួមទាំងបានធ្វើឲ្យប្រពន្ធរបស់ម្ចាស់ហាងរងរបួសតាមសារព័ត៌មាន Cosmo បានឲ្យដឹងថាចៅក្រម Hadira Sere បានសម្រេចកាត់ទោសបុរសវ័យ29 ឆ្នាំខាងលើដែលរកឃើញជាប់ទោសពីបទលួចទ្រព្យសម្បត្តិអ្នកដទៃនិងបង្កបួសស្នាមដោយចេតនាលើជនរងគ្រោះជាស្ត្រីវ័យ70 ឆ្នាំកាលពីថ្ងៃទី22 ខែឧសភាឆ្នាំ2025កន្លងទៅក្នុងបទឧក្រិដ្ឋនេះលោកត្រូវបានកាត់ទោសតាមមាត្រាទី394នៃក្រមព្រហ្មទណ្ឌលេខ574ដោយក្រមមាត្រាជនល្មើសអាចនឹងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់20 ឆ្នាំនិងការពិន័យដោយរំពាត់តាមឲ្យដឹងជនល្មើសខាងលើសម្រាប់ចូលទៅលួចមាសក្នុងហាងគេនេះក៏ព្រោះតែរូបគេចង់ជួយដោះបំណុលមិត្តស្រីខ្លួនដែលបានជំពាក់គេជាសាច់ប្រាក់ប្រមាណជាង20,000 រៀងគីតប្រមាណ$47,155 បើស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច Like Share និង Subscribe ដើម្បីបានវីដេអូថ្មីទៀតអរគុណចំពោះការចូលទស្សនាវីដេអូនេះ